You should have been on that cross. បើយើងទាំងអស់គ្នាគឺស័ក្តិសមនឹងជាប់នៅលើឈើឆ្កាងនោះទៅទទួលរោកម្ម But Jesus took our place. ប៉ុន្តែព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានចូលមកបដូរជំនួសយើង So when I was 19 years old, do you know where I lived? បាទនៅពេលដែលខ្ញុំអាយុ19ឆ្នាំអូមិនដឹងថាពេលនោះខ្ញុំរស់នៅប្រទេសណាទេ Don't know Australia Atte. អត់ទេនៅនឹងទេ At no Australia. Nyom tabrambuan chinam nyom no. Nyom at no kites twiriang nyom no Jerusalem. បាទខ្ញុំនៅទីក្រុងយេរូសាឡឹមនៃប្រទេសអ៊ីស្រាអែល So I lived on the Mount of Olives. បាទខ្ញុំរស់នៅភ្នំមួយដែលមានដើមអូលីវ And every day I would go down the Mount of Olives to the old city of Jerusalem. បាទនៅពេលដែលខ្ញុំរស់នៅតំបន់ភ្នំដើមអូលីវនោះខ្ញុំតែងតែដើរចុះជម្រាលភ្នំ And just north of the old city, I would walk to a building where YWAM would give us amazing teachings every day. បាទហើយខ្ញុំដើរចុះទៅជម្រាលភ្នំនោះមានកូនទីក្រុងមួយទីប្រជុំជនមួយដែលមានគេតែងតែចែកចាយអំពីកិច្ចការខ្លះកាន់ពួកយើងជានិច្ច And as I would walk from the old city of Jerusalem to this house that YWAM had, I got to walk past the most amazing place every day. បាទជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំដើរកាត់បាទកន្លែងទីក្រុងនោះដែលមានគេឈរបង្រៀនផ្សេងៗនោះឯងគឺខ្ញុំដើរកាត់កន្លែងមួយទៀតដែលពិតជាកន្លែងអស្ចារ្យ I got to walk past the garden tomb. បាទគឺខ្ញុំដើរកាត់គឺកន្លែងដែលមានភ្នោនោះឯង And it's really interesting because you've got the old city of Jerusalem and then you go up a hill and there's like a rock and it almost looks like a skull. បាទហើយនៅពេលដែលយើងដើរឡើងជម្រាលភ្នំនោះឃើញថាមានថ្មបាទដែលគេខងជាដុំៗអញ្ចឹងមើលទៅដូចជាភ្នោខ្មោចដូចជាឆ្អឹងខ្មោចអញ្ចឹងដែលមានគេហ៊ីងកំហុងអញ្ចឹងទៅ And that's where Jesus died. It's a place called Golgotha or in English Skull Hill. បាទហើយទីកន្លែងនោះឯងដែលជាទីកន្លែងដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសគត់ហើយដែលគេហៅភ្នំនោះថាគឺជាភ្នំរលាក្បាល And just next to this place is the empty tomb. បាទហើយនៅកន្លែងចិត្តនោះឯងគឺយើងមានឃើញភ្នោមួយដែលភ្នោនោះគឺទៅទេស្អាតតែម្ដង And my message today is all about this tomb. បាទហើយរីកសារដែលខ្ញុំនឹងចែកចាយដល់លោកអ្នកនៅថ្ងៃនេះគឺនិយាយពីភ្នោនេះឯង That because this tomb is empty, everything has changed. ដោយសារតែភ្នោនេះបាននៅទៅទេស្អាតគឺគ្រប់យ៉ាងទាំងអស់បានផ្លាស់ប្រែឡើង All right, I got 15 minutes. បាទ All right. So, first of all, in Matthew 28, when the Marys, you know, some of Jesus' friends, some of the women went to see if his body was in the tomb, of course, the angel said, "He is not here. He is risen, just as he said." បាទនៅក្នុងម៉ាថាយចំពុក28ខ1ដល់ខ6គឺនិយាយអំពីមិត្តភ័ក្តិរបស់ផងព្រះអង្គដែលជាស្ត្រីនោះបានទៅមើលភ្នោរបស់ព្រះយេស៊ូវហើយក៏បានឃើញទេវតាដ៏ភ្លឺចិញ្ចាចហើយបាននិយាយទៅកាន់ពួកគាត់ថាព្រះយេស៊ូវមិននៅនេះទេគឺព្រះអង្គបានរស់ឡើងវិញហើយ Yes. So very quickly this morning, I'm going to share with you about 6 different things about how everything is changed because the tomb is empty. បាទព្រឹកនេះផងដែរខ្ញុំនឹងចែកចាយចំណុចចំនួន6បាទដែលកាត់មានឡើងដោយសារតែភ្នោនៅទៅទេស្អាតនេះឯង Okay, the first one is we have atonement for our sin. បាទទី1គឺព្រះអង្គបានខ្លាយទៅជាដង្វាយលួសនៅអំពើបាបរបស់យើង When you sin against somebody, it's a big problem. បាទមែនហើយនៅពេលដែលយើងធ្វើអំពើបាបទាស់ជាមួយនឹងនរណាគេម្នាក់គឺគាត់ជាមានបញ្ហាជាមិនខាន In the Old Testament, they atoned for their sins by offering sacrifices. បាទនៅចំនួនដើមនៅពេលដែល
អ្នកណាម្នាក់បានធ្វើអំពើបាបគឺគេតែងតែយកសត្វដើម្បីធ្វើជាយ៉ាញ់បូជា But it wasn't a great system because they kept sinning and kept having to make atonement. បាទហើយរបៀបធ្វើបែបនោះគឺមិនសូវល្អទេដោយសារតែមនុស្សនៅពេលនោះធ្វើអំពើបាបដដែលហើយយកយ៉ាញ់បូជាជាសត្វហ្នឹងថ្វាយដដែល But because Jesus died and rose again, his atoning sacrifice is a once for all sacrifice that every single sin that you have ever done will do or are doing right now has been atoned for. បាទគឺដោយសារតែព្រះយេស៊ូវគ្រីស្ទបានរស់ពីសគត់ឡើងវិញគឺព្រះអង្គគឺជាដង្វាយលុបបាបដែលម្ដងជាសម្រេចដែលយើងមិនបាច់ធ្វើអ្វីទៀតសោះឡើយគឺព្រះអង្គបានសគត់បានបដូររួចហើយ Essentially, you are no longer dead in your sins. ពិតមែនហើយដោយសារតែព្រះអង្គគឺយើងមិនស្លាប់នៅក្នុងអំពើបាបរបស់យើងទៀតទេ Do you see that cross? បាទលោកអ្នកបានឃើញទេឈើឆ្កាង You know who should have been on that cross? លោកអ្នកដឹងទេថាយើងទាំងអស់គ្នាគឺស័ក្តិសមតែត្រូវឆ្កាងនៅលើឈើឆ្កាងនេះឯង Chitra should have been on that cross. បាទលោកគ្រូចិត្រាគឺជាអ្នកដែលត្រូវជាប់ឆ្កាង Mao An should have been on that បាទលោកគ្រូ cross. ម៉ាអានក៏ត្រូវជាប់លើឈើឆ្កាងនឹងដែរ Batay should have been on that បាទខ្ញុំ cross. ផ្ទាល់ក៏ត្រូវជាប់ទាំងអស់គ្នាទទួលរោគកម្ម But Jesus took our place. ប៉ុន្តែព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានចូលមកបដូរជំនួសយើង You see, it was not Jesus' sin that was being atoned for. បាទគឺមិនមែនជាអំពើបាបរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលព្រះអង្គត្រូវសគត់ដើម្បីលួសបាបរបស់ព្រះអង្គទេប៉ុន្តែគឺជាអំពើបាបរបស់យើងវិញ It was your sin. គឺជាអំពើបាបរបស់យើងរាល់គ្នា And because Jesus went on the cross and then in the tomb and then rose again, that sin is dealt with and you are free. បាទដោយសារតែព្រះអង្គបានសគត់នៅលើឈើឆ្កាងហើយបានបញ្ចុះនៅក្នុងភ្នោហើយរស់ឡើងវិញគឺព្រះអង្គបានលួសរាល់ទាំងអំពើបាបរបស់យើងចេញ Are you thankful? បាទលោកអ្នកមានការអរព្រគុណដល់ព្រះអង្គអត់ Oh, in 1 John 2:2 it says, He is the propitiation for our sins and not for ours only, but also for the sins of the whole world. បាទនៅក្នុងយូហានចំពុក2ខ2បានចែងថាដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នាមិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះទេគឺនឹងបាបរបស់លោកីទាំងមូលដែរ I think that in most churches in Australia, maybe only one or two people know the meaning of the word propitiation. បាទខ្ញុំគិតថាអ្នកដែលនៅគុំជំនុំប្រទេសអូស្ត្រាលីគឺមានពាក្យតិចណាស់ដែលស្គាល់ពាក្យ It's a hard word. បាទពាក្យថាធួននឹងបាបគឺជាពាក្យដែលពិបាកនឹងយល់ What it means is this. បាទអត្ថន័យរបស់ពាក្យនោះគឺថា Propitiation is a sacrifice that is made to appease the wrath of God. Wrath is anger. To appease the anger of God. បាទពាក្យដង្វាយធួននឹងបាបមានន័យថាគឺជាការថ្វាយយ៉ាញ់បូជាដែលធ្វើឲ្យសេចក្តីក្រោធរបស់ព្រះជាម្ចាស់ដែលទាស់ជាមួយនឹងអំពើបាបនោះបានរសាយចេញទៅ We don't often talk about the wrath of God. បាទពេលខ្លះយើងអត់សូវបាននិយាយអំពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់នោះទេ But our sin actually causes God to have wrath. បាទប៉ុន្តែជាការពិតអំពើបាបរបស់យើងគឺពិតជាធ្វើឲ្យព្រះអង្គម្ចាស់គឺមានសេចក្តីក្រោធជាខ្លាំង He's angry at the sin ពិតមែនគឺព្រះអង្គពិតជាខឹងជាមួយនឹងអំពើបាបណាស់ because he's a God of justice. ព្រោះព្រះអង្គគឺជាព្រះដែលយុត្តិធម៌ And so sin brings his wrath. ដូច្នេះហើយអំពើបាបធ្វើឲ្យព្រះអង្គមានសេចក្តីក្រោធជាខ្លាំង But Jesus is our propitiation. ប៉ុន្តែព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទវិញព្រះអង្គបានក្លាយទៅជាដង្វាយធួនអំពើបាបឬក៏ដង្វាយលុះបាបនោះវិញ It means that his sacrifice has caused God to be no longer wrathful towards us. ដែលមានន័យថាការដែលសគត់របស់ព្រះយេស៊ូវគ្រីស្ទបានក្លាយទៅជាដង្វាយលុះបាបដែលធ្វើឲ្យព្រះជាម្ចាស់បានរសាយចេញនៅសេចក្តីក្រោធរបស់ព្រះអង្គតាមរយៈដង្វាយនោះ Could you imagine if God was angry at you? បាទលោកអ្នកអាចសម្លាយមើលបានទេបើសិនជាព្រះអង្គម្ចាស់ដ៏ធំព្រះអង្គខឹងលោកអ្នកមានអារម្មណ៍មិនដែរ That would be a terrible បាទ thing. ពិតជាស្លន់ជាមិនខានទេ However, because Jesus is our propitiation, God is no longer angry at you because of your sins.
បាទប៉ុន្តែដោយសារតែព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទព្រះអង្គបានធ្វើហើយព្រះអង្គបានខ្លាចទៅជាដង្វាយលុះអំពើបាបរបស់យើងទើបធ្វើឲ្យព្រះជាម្ចាស់លែងខឹងរាល់តែអំពើបាបរបស់យើងវិញ He took your place. ព្រះអង្គបានយាងមកជំនួសកន្លែងដែលយើងត្រូវទទួល And your sins are atoned for. បាទហើយអំពើបាបរបស់យើងត្រូវបានលុះចេញ Amen? អាមែន Okay, that was the first one, បាទនេះ atonement. គឺជាចំណុចទី1 Second one is reconciliation. បាទទី2គឺជាការផ្សះផ្សាជីនាជាមួយនឹងព្រះជាម្ចាស់ឡើងវិញ Okay, imagine that Vitae borrowed $10,000 from me. លោកអ្នកអាចឧទាហរណ៍ជាមួយខ្ញុំបន្តិចគឺវិធីបានខ្ចីលុយខ្ញុំ$10,000 And then he ran away to America បាទហើយលុយបានហើយរត់ទៅអាមេរិកបាត់ and hid from me. And hid from me, បាទហើយ hiding. គាត់រត់ពន្ធចេញពីខ្ញុំ How do you think I would feel? បាទលោកអ្នកគិតថាខ្ញុំមានអារម្មណ៍មិនដែរ Hurt, angry, បាទ yes. ឈឺចាប់ខឹងចុកចាប់មែនទែនបាទ We would have a broken បាទ relationship. តែមានបញ្ហាចឹងហើយគឺមិនអាចមានតំណែងតំណងល្អទេគឺនឹងបែកបាក់តំណែងតំណងជា And មិន it's ខាន his fault. បាទហើយរឿងទាំងអស់ហ្នឹងគឺជាកំហុសរបស់ខ្ញុំ However, របស់វិធី because of this empty tomb, we have reconciliation from God. ដូចគ្នានេះដែរដោយសារតែភ្នោដែលនៅតែនេះឯងធ្វើឲ្យយើងបានផ្សះផ្សាជីនាជាមួយនឹងតំណែងតំណងជំរៀងយើងនឹងព្រះអង្គម្ចាស់ឡើងវិញ Now, God and man started with a beautiful, unbroken relationship in the garden. បាទលោកអ្នកឃើញហើយថាមនុស្សបានមានតំណែងតំណងយ៉ាងល្អជាមួយនឹងព្រះជាម្ចាស់នៅឯសួនច្បារ But who broke the relationship? បាទនៅក្នុងសួនច្បារដែរនោះតើអ្នកណាដែលជាអ្នកធ្វើឲ្យមានកំហុសហើយបែកបាក់តំណែងតំណង We did. បាទយើងរាល់គ្នាដែលជាមនុស្ស We broke the បាទ relationship. យើងគឺជាអ្នកដែលធ្វើឲ្យតំណែងតំណងបានបាក់បែក Now, normally in life, if you do something nasty to someone, you normally have to be the one to make up for it. បាទពិតមែនជាក់ស្ដែងនៅក្នុងលោកេរបស់យើងបើសិនជាយើងធ្វើខុសអ្វីមួយជាមួយនរណាម្នាក់គឺយើងត្រូវធ្វើអ្វីមួយយ៉ាងដើម្បីសងដល់ការដែលធ្វើឲ្យខូចខាតនោះ Husbands, if you spend every evening drinking beer with your friends rather than hanging out with your wives, she's going to be angry at you. មែនហើយបើសិនជាប្តីយើងរាល់គ្នាបើសិនជាងាកឡើងផឹកលីកឡើងផឹកប្រកាសជាយើងទទួលបានសេចក្តីក្រោកក្រោតយ៉ាងអស្ចារ្យរបស់ប្រពន្ធរបស់យើងហើយ You probably need to do something to make up for បាទ it. អញ្ចឹងយើងទាំងអស់គ្នាជាប្តីត្រូវមានភារកិច្ចអីលងអញ្ចឹងទៅលងគេ Happy wife, happy life. បាទបើប្រពន្ធសប្បាយចិត្តអាពាហ៍ពិពាហ៍របស់យើងគ្រួសាររបស់យើងនឹងសប្បាយចិត្តនឹងល្អជាមិនខាន But the coolest thing with God is this. បាទប៉ុន្តែសម្រាប់ព្រះជាម្ចាស់គឺព្រះអង្គមានអ្វីមួយដ៏ពិសេស Even though we were the ones that did the nasty thing and broke the relationship, ទោះបីជាយើងជាអ្នកដែលធ្វើការដែលមិនត្រឹមត្រូវហើយធ្វើឲ្យទំនាក់ទំនងរវាងយើងនិងព្រះអង្គបានបាក់បែកក៏ដោយ and we were the ones needing reconciliation with Him, ហើយយើងគឺជាអ្នកដែលត្រូវការផ្សះផ្សាជីនាជាមួយនឹងព្រះអង្គម្ចាស់ឡើងវិញ He didn't need reconciling with us. He did nothing wrong to us. បាទហើយសម្រាប់ព្រះអង្គវិញគឺអត់ព្រះអង្គអត់ត្រូវធ្វើអីមួយដើម្បីផ្សះផ្សាជីនាជាមួយនឹងយើងឡើងវិញនេះដោយសារតែប្រហែលជាកំហុសរបស់ព្រះអង្គផងហ្នឹង But it was God that restored the relationship. ប៉ុន្តែជាការអស្ចារ្យនោះគឺព្រះអង្គម្ចាស់គឺព្រះអង្គគឺជាអ្នកផ្សះផ្សាជំនួសយើងរាល់គ្នាវិញ Let's read from 2 Corinthians chapter 5 verse 18 and 19. បាទសូមអាននៅក្នុងកូរិនថូសខ្សែទី2ចំពុក5ខ18ដល់ខ19 Just read it. គ្រប់ទាំងអស់ក៏មកពីព្រះដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ដោយសារព្រះយេស៊ូវគ្រីស្ទហើយបានប្រទានការងារផ្សះផ្សានោះមកយើងខ្ញុំដែរគឺពីដំណើរដែលទ្រង់គង់នៅក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីនឹងព្រះអង្គទ្រង់ឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូលនឹងការផ្សះផ្សានោះមកយើងខ្ញុំ It was God that reconciled us to Him through what He did on the cross. បាទគឺព្រះជាម្ចាស់ហើយដែលព្រះអង្គគឺជាអ្នកដែលដើរតួចាប់ផ្ដើមមុនក្នុងការដែលផ្សះផ្សាជីនាជាមួយនឹងយើងរាល់គ្នាតាមរយៈដែលព្រះអង្គបានសគត់នៅក្នុងភ្នូនេះ And being resurrected from the ហើយ dead. ព្រះអង្គក៏បានរស់ឡើងវិញពីសេចក្តីស្លាប់ Isn't that amazing? បាទការនេះគឺជាការអស្ចារ្យអត់ Whoa. And so Vitae
took all that money, it would be like me reconciling the relationship. បាទដូចគ្នាអញ្ចឹងដូចជាខ្ញុំអញ្ចឹងវិធីគឺបានលួចលុយគាត់ប៉ុន្តែម្ចាស់បំណុលនោះបែរជាចូលមកដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយនឹងអ្នកដែលលួចនោះវិញ Now, did God have to do that? បាទមែនតើព្រះអង្គត្រូវធ្វើអញ្ចឹងដែរអត់ No, he would have been perfectly okay without it. But because he loves us so much, he chose to reconcile us to him through Jesus. បាទបើតាមមែនតើគឺព្រះអង្គអត់ត្រូវធ្វើអីកាលហ្នឹងប៉ុន្តែដោយសារតែព្រះអង្គស្រឡាញ់ជាងខ្លាំងណាស់ទើបព្រះអង្គបានយាងទៅឯភ្នោតាមរយៈការសគត់ហើយរស់ឡើងវិញរបស់ផងព្រះអង្គ Okay, so we've got atonement, reconciliation. The third one, we have hope of eternal life. បាទយើងបានឆ្លងកាត់ចំណុច3ហើយគឺទី1បាទគឺព្រះអង្គគឺជាដង្វាយលួងពើបាបរបស់យើងទី2គឺជាការផ្សះផ្សាជីនាជាមួយព្រះជាម្ចាស់ហើយទី3គឺជាសេចក្តីសង្ឃឹមដែលព្រះអង្គមានសម្រាប់យើងដល់នៅឱកាសជីវិតគឺជាជីវិតឱកាសជានិច្ច Without the empty tomb, we would have no hope. បើសិនជាភ្នោនេះមិនតទេស្អាតគឺយើងគ្មានសង្ឃឹមនោះឡើយ We focus on the cross a lot. ពេលខ្លះយើងផ្ដោតតែនៅលើឈើឆ្កាងអ្វីដែលកើតឡើងនៅលើឈើឆ្កាង And so we should, because what Jesus did was incredible. ប៉ុន្តែជាការត្រឹមត្រូវហើយពីព្រោះព្រះអង្គបានធ្វើកិច្ចការនៅលើឈើឆ្កាងនោះគឺជាអ្វីដ៏ពិសេសយ៉ាងអស្ចារ្យសម្រាប់យើង But without Jesus being resurrected from the dead, we would have no hope. ប៉ុន្តែបើសិនជាគ្មានចំណែកដែលព្រះអង្គបានរស់ពីសគត់ឡើងវិញនេះទេគឺយើងគ្មានសង្ឃឹមនោះឡើយ If Jesus' body was still in that tomb, it would be a big problem for us. ប៉ុន្តែបើសិនជាប្រកាយរបស់ផងព្រះអង្គព្រះសពរបស់ផងព្រះអង្គនៅតែនៅក្នុងភ្នោដដែលយើងប្រកាសជាមានបញ្ហាហើយមែនអត់ You see, Jesus was resurrected from the dead, and right now, he is at the right hand of the Father. ពិតមែនហើយគឺព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានរស់ពីសគត់ឡើងវិញហើយព្រះអង្គឥឡូវនេះកំពុងតែគង់នៅខាងស្ដាំព្រះហស្ថរបស់ព្រះបិតា And here's the good news. ហើយដំណឹងល្អគឺថា We are in Christ. គឺយើងនៅក្នុងព្រះគ្រីស្ទ Because we are in Christ, it means that when we die or when Jesus comes back, we too will be resurrected. ពិតមែនហើយដោយសារតែយើងនៅក្នុងព្រះគ្រីស្ទមានន័យថាទោះបីជាយើងស្លាប់ឬក៏ដល់ពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងត្រឡប់មកវិញគឺយើងនឹងត្រូវបានរស់ឡើងវិញដូចជាព្រះអង្គដែរ Amen. អាមែន Normally, because of our sins, we would have no right to eternal life. មែនហើយបើសិនជាគិតពីអំពើបាបគឺយើងគ្មានសិទ្ធិសោះឡើយក្នុងការដែលអាចទទួលបាននូវជីវិតឱកាសជានិច្ច But because Jesus is resurrected, we have hope for eternity. ប៉ុន្តែដោយសារតែព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានរស់ពីសគត់ឡើងវិញគឺយើងអាចមានក្តីសង្ឃឹមដល់គង់នៅឱកាសជានិច្ច Death is defeated. សេចក្តីស្លាប់ត្រូវបានយកឈ្នះហើយ Amen. មែន I couldn't imagine living a life thinking, oh no, when I die, that's it. I've got no hope. បាទខ្ញុំអត់អាចសម័យបានទេព្រោះវាពិបាកគិតពេកថាបើសិនជាខ្ញុំគិតថាខ្ញុំស្លាប់ទៅអត់ដឹងថាត្រូវទៅណាគឺអត់មានក្តីសង្ឃឹមគឺគាត់ជាភ័យខ្លួនជាមិនខានទេ That would be the worst. គឺជាការដែលគួរឲ្យសោកសៅណាស់ដែលយើងស្លាប់ទៅអត់ដឹងថាយើងទៅណា Guys, in the Bible it says we carry the message of reconciliation. លោកអ្នកបងប្អូនអើយលោកអ្នកដឹងទេថាយើងទាំងអស់គ្នាកំពុងតែផ្ទុកនៅរិទ្ធិសារនៃការផ្សះផ្សាជីនានេះជាមួយនឹងយើង This is the good news for all Cambodians. នេះហើយគឺជារិទ្ធិសារដែលលោកអ្នកផ្ទុកសម្រាប់ប្រជាជនកម្ពុជាទាំងអស់ What many of them believe is bad news. បាទអ្វីដែលមនុស្សជាច្រើនគេកំពុងតែគេជឿតែអំពីដំណឹងអាក្រក់ You know, they believe that they might be reincarnated. ពេលខ្លះគេជឿថាពេលខ្លះគេនឹងអាចចាប់ជាតិវិញអីចឹងទៅ It's not good news. ប៉ុន្តែនេះមិនមែនជាអ្វីដែលជាដំណឹងល្អនោះទេ We're the ones that have the good news. យើងទាំងអស់គ្នាគឺជាអ្នកដែលមានដំណឹងល្អ We have hope. យើងមានសេចក្តីសង្ឃឹម Will you share this hope with people in Cambodia? តើលោកអ្នកនឹងចែកចាយសេចក្តីសង្ឃឹមនេះទៅកាន់ប្រជាជនកម្ពុជាដែរទេ
Oh, especially the tuk-tuk drivers. បាទជាពិសេសអំពូមិញពូដែលរត់តុកតុកគឺត្រូវកចាយប្រយោគគាត់ They need some hope. បាទពួកគាត់ខំប្រឹងខ្លាំងណាស់អញ្ចឹងគាត់ត្រូវការសេចក្តីសង្ឃឹមដូចយើងដែរអាមែន Okay. The fourth point is the empty tomb is a demonstration of God's love. បាទចំណុចទី4គឺថាការដែលព្រះអង្គបានរស់ពីសគត់ភ្នោនៅតទេមានន័យថា A demonstration of God's love. គឺជាការដែលបង្ហាញចេញអំពីសេចក្តីស្រឡាញ់យ៉ាងធំអស្ចារ្យរបស់ព្រះជាម្ចាស់ We know that the wages of sin is death. លោកអ្នកដឹងហើយថាឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ That should have been you on the cross. បាទឈ្នួលនៃអំពើបាបរបស់យើងគឺយើងត្រូវតែឆ្កាងនៅលើឈើឆ្កាងនេះ But on the cross, Jesus defeated all the powers of darkness. ប៉ុន្តែដោយសារតែព្រះអង្គរស់ពីសគត់ឡើងវិញគឺព្រះអង្គបានយកឈ្នះគ្រប់ទាំងអំណាចនៃសេចក្តីងងឹត He defeated sin. ព្រះអង្គយកឈ្នះអំពើបាប He defeated death. ព្រះអង្គយកឈ្នះនៅសេចក្តីស្លាប់ And you know why? លោកអ្នកដឹងថាហេតុអីអត់ Because he loves you. ព្រោះព្រះអង្គស្រឡាញ់លោកអ្នកខ្លាំងណាស់ Look at the person next to you and say, this means God loves you. បាទលោកអ្នកអាចងាកឆ្វេងស្ដាំហើយនិយាយថាភ្នោតតេមានន័យថាព្រះអង្គស្រឡាញ់លោកអ្នកខ្លាំងណាស់ All right, we're almost finished. បាទយើងចិត្តចប់ហើយ Okay, I'll share 2 more points. បាទខ្ញុំចែកចាយចំនួន2ចំណុចទៀត Hey, some of you are looking a bit comfortable on those chairs. បាទលោកអ្នកថានៅយូរតិចក៏បានដែរព្រោះកៅអីអង្គុយស្រួល Don't fall asleep បាទ on me សូម now. រំលឹកបាទហាមងក់បាទបំរាម Okay, next point. Jesus defeated the powers of darkness. បាទចំណុចបន្ទាប់គឺព្រះអង្គបានយកឈ្នះអំណាចនៃសេចក្តីងងឹត This empty tomb បាទភ្នោដែលនៅតទេនេះ means that no devil, no ghost, no evil spirit, no power or principality has power against you. បាទដែលតំណាងថាគឺគ្មានអំណាចខ្មោចព្រាយបិសាចរុកអរិយអ្នកតាណាបានមានអំណាចយកឈ្នះយើងបានទៀតនោះឡើយ Skip ahead to Colossians 2:15. In Colossians 2:15, it says this, having disarmed principalities and powers, he made a public spectacle of them, triumphing over them in it. បាទនៅក្នុងកូឡូសចំពុក2ខ15បានចែងថាទ្រង់បានទាំងទម្លាក់ងារពីពួកគ្រប់គ្រងពួកមានអំណាចទាំងដាក់ពួកទាំងនោះនៅកណ្ដាលជំនុំឲ្យគេមើលហើយដឹកនាំគេទៅដោយមានជ័យជំនះដោយសារឈើឆ្កាងនោះឯង Do you know what a public spectacle means? បាទលោកអ្នកយល់ពាក្យថាកណ្ដាលពួកជំនុំឬទេ It means everybody, look, these guys are defeated. They are បាទ losers. រូបភាពនេះមានន័យថាគឺយើងដូចជាយកនរណាម្នាក់ឬក៏ស្ដីអាក្រក់នោះយើងមើលវាថាវាគ្មានអំណាចទៀតឡើយ It means everybody, look, I've taken their power. មានន័យថាដូចជាព្រះអង្គបានយកអ្វីទាំងអស់នោះបានដាក់នៅចំកណ្ដាលហើយប្រាប់ថាយើងបានយកឈ្នះលើវានោះហើយ It means the whole world look at Satan. Cứ He's bên đây tha- defeated. គឺមានន័យថាពិភពលោកទាំងមូលអាចមើលទៅកាន់សាតាំងថាវាបានយកឈ្នះហើយដោយសារព្រះយេស៊ូវគ្រីស្ទ I've taken his power. គឺយើងបានយកឈ្នះហើយទាញយកអំណាចនោះមកអស់ហើយ I've triumphed over him. យើងបានឈ្នះហើយឈ្នះវាហើយ He's a defeated foe. បាទវាគឺជាជនរងគ្រោះដែលត្រូវបានកំទេច Isn't that amazing? បាទការនេះពិសេសដែរទេ But if Jesus' body was still in that tomb, that would not be the case. បាទប៉ុន្តែបើសិនជាប្រសពរបស់ព្រះអង្គនៅតែនៅក្នុងបាទភ្នោដដែលគឺកិច្ចការដែលយើងបាននិយាយគឺវានឹងមិនអាចកាត់ឡើងនោះទេ Okay, my last point. បាទយើងចូលដល់ចំណុចចុងក្រោយ Because of the cross and the empty tomb, ដោយសារតែឈើឆ្កាងហើយនឹងភ្នោដែលនៅតែស្អាត we have access to God's grace. យើងអាចចូលទៅកាន់ព្រះគុណរបស់
ព្រះអង្គម្ចាស់បាន In Hebrews 4:16 it says, "Let us then approach God's throne of grace with confidence so that we may receive mercy and find grace to help us in our time of need." នៅក្នុងហេព្រើរចំពុក4ខ16បានចែងថាដូច្នេះត្រូវឲ្យយើងរាល់គ្នាបានដល់បល្ល័ង្កនៃព្រះគុណដោយក្លាហានដើម្បីនឹងទទួលសេចក្តីមេត្តាហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចោះ Jesus is our great high priest. ព្រះម្ចាស់យេស៊ូវគ្រីស្ទគឺជាសង្ឃលង្ដ៏ខ្ពស់បំផុតរបស់យើង He represents us before the Father. ព្រះអង្គយាងមកដើម្បីតំណាងឲ្យយើងរាល់គ្នាចំពោះព្រះបិតា And we can come to his throne of grace anytime. ហើយយើងអាចចូលទៅកាន់បល្ល័ង្កនៃព្រះគុណរបស់ផងព្រះអង្គគ្រប់ពេលវេលាទាំងអស់ដោយព្រះគុណរបស់ផងព្រះអង្គ And do you know what grace is? ហើយលោកអ្នកដឹងទេថាព្រះគុណមានន័យថាយ៉ាងម៉េច Do you know what grace is? លោកអ្នកដឹងទេថាព្រះគុណមានន័យថាយ៉ាងម៉េច God's grace. ព្រះគុណរបស់ព្រះ It's undeserved favor. បាទគឺជាការដែលប្រទានមកកាន់យើងដែលយើងមិនស័ក្តិសមនឹងទទួលឡើយ 2 weeks ago, I taught you about justification. បាទពីទឹកមុនខ្ញុំបានបង្រៀនដល់លោកអ្នកអំពីការរាប់ជាសុចរិត Do you remember what it is? បាទតើការរាប់ជាសុចរិតរាប់ជាសុចរិតមានថាយ៉ាងដូចម្ដេចរាប់ជាសុចរិត Remember, justification has 2 parts. ហើយការរាប់ជាសុចរិតនោះមានចែកចេញជាពីរផ្នែកទៀត The first part is ផ្នែកទី1គឺ okay. Have you got 5 more minutes because you didn't learn 2 weeks ago? បាទដោយសារតែអង្គពុំមិញអត់ចាំអីដែលខ្ញុំបរៀនពីទឹកមុនចឹងសូមថែម5នាទីទៀត This is important. បាទការនេះគឺជាអ្វីដ៏សំខាន់ Okay, I need your focus. បាទខ្ញុំសូមឲ្យលោកអ្នកបានផ្ដោត All right. So the first part of justification, បាទផ្នែកទី1នៃការរាប់ជាបរិសុទ្ធរាប់ជាសុចរិត remember, sin is like having a bank balance of negative $100 trillion. បាទអំពើបាបគឺប្រៀបដូចជាយើងដែលជាពាក់បំណុលធនាគាររាប់កោតដុល្លារដកកោតដុល្លារ And I need you to get this because it's the central part of the cross and the empty tomb. បាទខ្ញុំសូមឲ្យលោកអ្នកបានដឹងពីការនេះបានជាក់ច្បាស់ដោយសារតែវាគឺជាចំណុចស្នូលនៃគោលការណ៍នៃជឿឆ្កាំងនិងភ្នូរដែលនៅទទេនេះ God showed mercy to us by forgiving us, which takes us back to zero. All our sins are forgiven. Because of God's mercy, he forgives us, and it's like the bank balance goes from negative $1 trillion to back to zero. បាទដោយសារតែសេចក្តីមេត្តាករុណារបស់ព្រះដែលព្រះអង្គបានអត់ទោសយើងដូចជាយើងជំពាក់រាប់កោតដុល្លារហើយសងលុះយើងឲ្យយើងបានសល់ត្រឹម0វិញមានន័យថាយើងអត់ជំពាក់អីទៀតទេ That's the first part. បាទនេះគឺជាផ្នែកទី1 But does God leave us at zero? បាទតើព្រះអង្គទុកឲ្យយើងនៅ0ចឹងអត់ហើយ Are we at zero? បាទយើងនៅ0ស្មើចឹងអត់ទេ No, now our bank balance is positive $100 trillion. បាទគឺដូចគ្នាប្រគុណរបស់ផងព្រះអង្គគឺនាំឲ្យយើងបានទទួលនៅការគ្រប់គ្រងរបស់ព្រះអង្គគឺរាប់ពាន់លានដុល្លារ And what is this positive $100 trillion? បាទ What is this? បាទតើនៃការដែលមានការគ្រប់គ្រងរាប់ពាន់លានដុល្លារមានន័យថាដូចម្ដេច This is the righteousness of Jesus, which is a free gift to us. គឺជាសេចក្តីសុចរិតរបស់ផងព្រះអង្គដែលព្រះអង្គបានប្រទានមកកាន់យើង Hey, do you know how to copy and paste on your computer? បាទអ្នកប្រើកុំព្យូទ័រចេះពាក្យ copy and paste ណាចេះពាក្យ copy ហើយចម្លងដាក់ឯង Hands up if you can copy and paste on your បាទ computer. លោកអ្នកណាខ្លះដែលចេះចុចយ៉ាងហ្នឹងលើកដៃមើល Oh, like 10 people can use computers in this church. មកពេលចេះកុំព្យូទ័របាន10អ្នកជាង Only 10 of you. មានតែ10អ្នកជាងមែនអត់ Oh, Sokliep, you're going to have to give computer lessons here. បាទបង្រៀបអាចបើកថ្នាក់បរិញ្ញាបត្រកុំព្យូទ័របាននៅពេលយើង The righteousness of Jesus has been imputed or copied and pasted onto you. បាទគឺការគ្រប់គ្រងរបស់ផងព្រះអង្គគឺត្រូវបាន copy ពីព្រះអង្គហើយ copy ហើយបានទម្លាក់ចម្លងមកកាន់ជីវិតរបស់យើងទាំងអស់គ្នា This is the grace of God. នេះហើយដែលហៅថាប្រគុណរបស់ព្រះជាម្ចាស់ All the riches of Jesus are yours. គឺ
ភាពមានបានរបស់ផងព្រះអង្គគឺមានដូចគ្នាសម្រាប់យើងផងដែរ And not only is it his righteousness which has been imputed to you, មិនត្រឹមតែជាសេចក្តីសុចរិតរបស់ផងព្រះអង្គដែលបានកុបពីហើយចម្លងដាក់មកកាន់យើងនោះទេ but because of the cross and the empty tomb, you have access to everything that you need. ហើយដោយសារតែការសង្កត់នៅលើឈើឆ្កាងហើយនឹងភ្នោដែលបាននៅទទេគឺយើងអាចចូលទៅកាន់ហើយទទួលបាននៅអ្វីដែលយើងត្រូវការទាំងអស់ So what problems have you got now? ដូច្នេះតើឥឡូវនេះតើលោកអ្នកមានបញ្ហាអ្វី Are you stuck in sin? បាទតើលោកអ្នកនៅជាប់គាំងនៅក្នុងអំពើបាបទៀតដែរឬទេ Do you live with not much hope? តើលោកអ្នកនៅរស់នៅដោយមានសង្ឃឹមដ៏ស្រួចស្រាវឬក៏អត់សូវមានសង្ឃឹមទៀតទេ Are you sick? តើលោកអ្នកកំពុងមានជំងឺរោគាមែនទេ Are you in a really difficult marriage? តើលោកអ្នកកំពុងតែរស់នៅជាមួយនឹងអាពាហ៍ពិពាហ៍ឬក៏បញ្ហាគ្រួសារដ៏លំបាកដែរឬទេ Have you got money problems? តើលោកអ្នកមានបញ្ហាលុយកាក់តើមែនទេ Are you not getting on with your friends? ពេលខ្លះយើងអត់ត្រូវគ្នាជាមួយមិត្តភ័ក្តិរបស់យើង Are your teachers giving you too much homework? បាទដូចជាក្មេងៗអញ្ចឹងគ្រូដាក់ការងារសាលាឲ្យច្រើនពេក stress What problems have you got right now? តើបញ្ហាអ្វីដែលលោកអ្នកកំពុងជួបប្រទះឥឡូវនេះ You know what? Because of the cross and the empty tomb, you have access in Jesus to everything that you need. បាទលោកអ្នកនឹងទេថាដោយសារតែការសង្កត់នៅលើឈើឆ្កាងហើយព្រះអង្គរស់ពីសង្កត់ឡើងវិញដែលភ្នាល់នៅទទេគឺយើងអាចចូលយកនៅអ្វីៗដែលយើងត្រូវការទាំងអស់បាន He is Jehovah Jireh, your provider. ព្រះអង្គគឺជាព្រះយេហូវ៉ាយីរ៉េដែលព្រះអង្គជាព្រះដែលគ្រប់គង់ And my God shall supply all of your needs according to his riches in Christ Jesus. ដែលគ្រប់គង់រាល់សេចក្តីត្រូវការរបស់យើងតាមភោគសម្បត្តិដ៏ឧត្តមរបស់ផងព្រះអង្គ So what does this mean? បាទតើការនេះមានន័យថាដូចម្តេច Why are you living a boring life? តើបើលោកអ្នកដឹងពីការនេះហើយតើលោកអ្នកនៅតែរស់នៅជីវិតដែលគួរឲ្យធុញទ្រាន់ទៀតដែរឬក៏យ៉ាងម៉េច Because you have access to God's grace, ដោយសារតែលោកអ្នកអាចចូលទៅកាន់ព្រះគុណរបស់ផងព្រះអង្គបាន you can overflow every single day. គឺលោកអ្នកអាចត្រូវបានបំពេញហើយពេញហូរហៀរជារៀងរាល់ថ្ងៃ Guys, there's only one thing in this world that makes me come alive. បាទលោកអ្នកដឹងទេគឺមានការមួយដែលពួកឲ្យខ្ញុំរស់រានមានជីវិតរហូតដល់សប្តាហ៍ថ្ងៃនេះ I love sport, but that doesn't make me come alive. បាទពេលខ្លះខ្ញុំមើលកីឡាច្រើនធ្វើឲ្យខ្ញុំសោះស្រាយក្នុងជីវិតមែនទែន I played a rugby tournament yesterday. I am so sunburnt and I can hardly walk today. បាទខ្ញុំអាចទៅលេងកីឡារ៉ាក់ប៊ីធ្វើឲ្យខ្ញុំហត់ពេញមួយថ្ងៃចឹងទៅបានមែន That stuff's fun, but it doesn't make me come alive. បាទពេលខ្លះធ្វើឲ្យជីវិតរបស់ខ្ញុំដូចជាសប្បាយមកផ្លែតនេះប៉ុន្តែមិនធ្វើឲ្យជីវិតរបស់ខ្ញុំរស់រានយ៉ាងពិតប្រាកដនោះឡើយ Watching Netflix is fun, but it doesn't make me come alive. ពេលខ្លះមើលរឿងភាគ Netflix មើលទៅដូចជាសប្បាយមកផ្លែតប៉ុន្តែមិនធ្វើឲ្យជីវិតរបស់ខ្ញុំបានរស់រានមានជីវិតដ៏ពិតប្រាកដនោះឡើយ The only thing that makes me feel amazing and satisfies me every single day is Jesus. អ្វីតែមួយគត់ដែលធ្វើឲ្យខ្ញុំបានស្កប់ចិត្តយ៉ាងពេញបរិបូរណ៍គឺតែម្យ៉ាងគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះ If I'm honest with you, បាទតើខ្ញុំអាចស្មោះត្រង់ជាមួយលោកអ្នកការមួយបានទេ some weeks I'm not that great with my quiet times with Jesus. ពេលខ្លះខ្ញុំចូលទៅកាន់ព្រះអង្គចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គក៏អត់សូវបានល្អដែរ And you know what happens? My quality of life goes down. នៅពេលដែលខ្ញុំចូលទៅកាន់ព្រះអង្គអត់មានគុណភាពនៃជីវិតរបស់ខ្ញុំក៏វាទាបទៅចឹងដែរ But then when I come back into his ប៉ុ presence ន្តែដល់ពេលដែលខ្ញុំព្យាយាមចូលទៅកាន់នៅប្រវត្តិមានរបស់ព្រះជាម្ចាស់ and study the word so I can become that word, ហើយដល់ពេលដែលខ្ញុំប្រឹងរៀនសិក្សាព្រះបន្ទូលដើម្បីឲ្យជីវិតរបស់ខ្ញុំបានខ្លាចទៅជាព្រះបន្ទូលនោះ I start to overflow again and I come alive like I ហើយ am ដល់ពេល right ដែលខ្ញុំ now. ចាប់ផ្ដើមបំពេញដោយព្រះអង្គឡើងវិញហើយខ្ញុំបានពេញហូរហៀរនៅក្នុងព្រះអង្គ I access the grace of God ខ្ញុំអាចចូលទៅកាន់ព្រះគុណរបស់ព្រះជាម្ចាស់បាន and I overflow. ហើយខ្ញុំត្រូវបានបំពេញហើយពេញហូរហៀរផង Some of you are not overflowing. លោកអ្នកខ្លះនៅទីនេះអាចនឹងមិនមានការដែលអាចពេញហូរហៀរបាននោះទេ I can tell. បាទប៉ុន្តែខ្ញុំអាចប្រាប់លោកអ្នកថា Some of you are stuck in sin. បាទខ្ញុំអាចនិយាយបានថាលោកអ្នកខ្លះនៅទីនេះក៏នៅជាប់គាំងជាមួយនឹងអំពើបាបផងដែរ Some of you, remember a few weeks ago I spoke on Jua, believing. បាទ
ដូចជាទឹកមុនអញ្ចឹងខ្ញុំបានបង្រៀនថាសូមឲ្យលោកអ្នកបានជឿ Some of your beliefs are too small. ពេលខ្លះការជឿជំនឿរបស់យើងវានៅទាបពេក But because of the cross and the empty tomb, we can believe for the best. ប៉ុន្តែដោយសារតែអ្វីយើងឃើញនៅលើឈើឆ្កាងហើយនឹងភ្នោដែលបាននៅទទេគឺយើងអាចជឿយ៉ាងអស់ពីចិត្តឡើងវិញបាន I want to challenge you. Are you stuck in death or are you overflowing in resurrection life? បាទដូច្នេះខ្ញុំសូមសួរអំពីលោកអ្នកតើលោកអ្នកដូចជាសាកសពដែលជាប់នៅក្នុងភ្នោដដែលឬក៏ជីវិតរបស់លោកអ្នកគឺបានរស់ពីស្លាប់ឡើងវិញដូចជាព្រះយេស៊ូវ Honestly, what does your life look like the most? បាទឥឡូវនេះតើជីវិតរបស់លោកអ្នកមានលក្ខណៈយ៉ាងម៉េចដែរ You look dead or But- do you look alive? មើលទៅដូចជាស្លាប់ឬក៏មើលទៅដូចជារស់រានមានជីវិត Amen. Won't you stand up with me? បាទឥឡូវសូមលោកអ្នកបានក្រោកឈរជាមួយនឹងខ្ញុំ Let's pray. បាទសូមអធិដ្ឋានជាមួយគ្នា Dear Jesus, ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទអើយ we thank you so much, Lord, for the cross and the empty tomb. យើងខ្ញុំសូមអរគុណសម្រាប់ឈើឆ្កាងហើយនឹងភ្នោដែលបាននៅទទេស្អាត We thank you that we have atonement for our sin in Jesus. អរគុណព្រះអង្គដែលព្រះអង្គបានប្រទានមកកាន់យើងនៅទង្វាយលុបបាប We thank you because of the empty tomb, we are reconciled with God. អរគុណព្រះអង្គដែលភ្នោបាននៅទទេដែលធ្វើឲ្យយើងអាចផ្សះផ្សាជីនេះជាមួយនឹងព្រះអង្គវិញបាន That we have the hope of eternal life. ដែលយើងអាចមានសេចក្តីសង្ឃឹមនៃជីវិតអស់កលជានិច្ចបាន That we can feel God's amazing love. ដែលយើងអាចចូលទៅហើយប៉ះពាល់អាចទទួលបាននូវសេចក្តីស្រឡាញ់យ៉ាងអស្ចារ្យរបស់ផងព្រះអង្គ That the powers of darkness have been defeated. ដែលអំណាចនៃសេចក្តីងងឹតគឺត្រូវបានយកឈ្នះ And we have access to God's grace. ហើយយើងអាចចូលទៅកាន់ព្រះគុណរបស់ផងព្រះអង្គបាន Thank you, Jesus, that everything has changed because of that empty tomb. អរគុណព្រះអង្គដែលគ្រប់យ៉ាងទាំងអស់បានបំផ្លាស់បំប្រែតាមរយៈ And ភ្នោ that ដែលនៅទទេនេះ just as you were resurrected, so will we. ដូច្នេះដោយសារតែព្រះអង្គបានរស់ពីសគត់ឡើងវិញយើងទាំងអស់គ្នាក៏បានរស់ឡើងវិញផងដែរ And we thank you that resurrection life is not just for the future, ហើយអរគុណព្រះអង្គដែលការដែលរស់ឡើងវិញនោះមិនត្រឹមតែនិយាយអំពីអនាគតតែប៉ុណ្ណោះទេ but resurrection life is for now. ហើយអរគុណព្រះអង្គដែលការរស់ឡើងវិញនេះក៏កាត់ឡើងឥឡូវនេះផងដែរ Father, I pray that you would resurrect hope in your people. ព្រះអង្គអើយទុំគុំសូមអធិដ្ឋានសូមឲ្យសេចក្តីសង្ឃឹមបានរស់ឡើងនៅក្នុងប្រជាជនរបស់ផងព្រះអង្គ Lord, that if anyone is feeling dead, that in your presence they would come alive. ហើយអ្នកដែលមានអារម្មណ៍ថាពួកគេកំពុងតែស្លាប់សូមឲ្យពួកគេបានរស់ឡើងវិញនៅក្នុងប្រវត្តិមានរបស់ផងព្រះអង្គ Lord, for those that are worried, that you would fill them with your peace. ព្រះអង្គអើយអ្នកដែលកំពុងតែខ្វល់ខ្វាយសូមបងបានបំពេញគេឲ្យនៅក្តីសុខសាន្តយ៉ាងពេញបរិបូរណ៍ Lord, for those that are just overwhelmed with grief, that Lord, that they would leap for joy. អូព្រះអង្គអើយសូមព្រះអង្គបានជួយដល់អ្នកដែលកំពុងតែអោបសេចក្តីទុក្ខសោកសូមឲ្យពួកគេបានមានសេចក្តីអំណរឡើង Lord, in your word it says you'll give the barren woman healing and she will leap for joy like the mother of children. អូដូចជាព្រះអង្គបានប្រោះស្ត្រីដែលធ្លាក់ឈាមនោះដែរគឺព្រះអង្គនឹងប្រទានពរឲ្យពួកគេឲ្យគេបានរស់ឡើងជាសះស្បើយវិញបាន Lord, for those that are stuck in sin, I thank you that by your grace that they shall overcome. អូព្រះអង្គអើយសូមអស់អ្នកដែលជាប់នៅក្នុងអំពើបាបដែលដូចជាហាក់ជាប់នៅក្នុងអំពើបាបសូមឲ្យពួកគេបានទទួលនៅព្រះគុណរបស់ផងព្រះអង្គអាចចូលទៅកាន់ព្រះអង្គបាន Because of your great power at work in them. អូគឺដោយសារតែប្រជាស្ដារដ៏ធំឧត្តមរបស់ព្រះអង្គដែលព្រះអង្គកំពុងតែធ្វើការក្នុងពួកគេ That they can sow to the Spirit and not fulfill the lusts of the flesh. អូដើម្បីឲ្យពួកគេបានទទួលនៅព្រះវិញ្ញាណរបស់ផងព្រះអង្គដោយពួកគេមិនរស់នៅជាសាច់ឈាមទៀតនោះឡើយ Jesus, we thank you for resurrection life. អូអរគុណព្រះអង្គដែលព្រះអង្គបានប្រទាននៅជីវិតដែលរស់ឡើងវិញ Lord, may your people come alive. ព្រះអង្គអើយសូមអរប្រជារបស់ផងព្រះអង្គបានរស់ឡើងវិញឡើង Jesus, just as you are risen, we thank you, Lord, that we too can rise to life. អូ
អូព្រះអង្គអើយដូចជាព្រះអង្គបានរស់ឡើងវិញសូមឲ្យយើងទាំងអស់គ្នាបានរស់ឡើងវិញក្នុងព្រះអង្គផងដែរព្រះអង្គអើយ In Jesus' name, everybody said, នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន Amen.